ពេលស្លាប់ស្រាប់តែមានរឿងល្អដែលគេនឹកជាធម្មតាមនុស្សយើងនៅពេលដែលនៅរស់ម្នាក់ហាក់ដូចជាខ្សត់ពាក្យស្រឡាញ់ពីមនុស្សក្បែរខាងនេះខ្សត់ក្តីអាណិតអាសូរខ្សត់ក្តីនឹកខ្សត់អ្នកចង់ដឹងសុខទុក្ខតែបែរជាសម្បូរទៅដោយអ្នកច្រណែនអ្នកគុំគួននិងឈ្នានីសទៅវិញប៉ុន្តែដល់ពេលដែលរលត់ដង្ហើមឬក៏ស្លាប់បាត់ទៅស្រាប់តែឃើញមិត្តភ័ក្តិបងប្អូនសាច់ញាតិច្រើនគ្នាចេះតែនាំគ្នាលើកដំកើងលើកនិយាយអំពីរឿងរ៉ាវល្អៗដែលបុគ្គលអ្នកស្លាប់នោះធ្លាប់បានធ្វើការគ្រាមានជីវិតរស់នៅទោះត្រូវរងាត្រូវក្តៅកំសត់កំរក្តីលំបាកឬក៏ប្រឹងធ្វើអ្វីល្អលះបង់ច្រើនប៉ុណ្ណាដើម្បីមនុស្សជុំវិញខ្លួនក៏ដោយកម្រនឹងមានណាម្នាក់ក្លាហានប្រាប់ថាស្រឡាញ់អាណិតឬក៏ពេលខ្លះសូម្បីតែអ្នកសម្ដែងចេញនៅទង្វើដែលប្រកបដោយការគោរពស្រឡាញ់ក៏សឹងតែគ្មានផងព្រឹកល្ងាចឮតែគេបន្ទោសថាខុសកម្រនឹងត្រូវណាស់ដល់ពេលស្លាប់បាត់ទៅស្រាប់តែឮគេនាំគ្នានិយាយជជែកអំពីរឿងល្អៗឲ្យត្រហឹងតើតែស្លាប់បាត់ទើបគេរំលឹកពីរឿងល្អៗដែលធ្លាប់បានធ្វើតើតែស្លាប់បាត់ទើបអ្នកនិយាយថាស្រឡាញ់អាណិតតើតែស្លាប់បាត់ទើបមានអ្នកយំសោកស្ដាយស្រណោះទៅវិញតើតែស្លាប់បាត់ទៅហើយទើបមានបាច់ផ្កាតើតែស្លាប់បាត់ទៅហើយទើបមានអ្នកសុំខមាទោសតើតែស្លាប់បាត់ទៅហើយទើបគេប្រមូលស្នាដៃដែលធ្លាប់មានយកមកចងក្រងទុកតើតែស្លាប់បាត់ទៅហើយទើបគេនាំគ្នានិយាយពីឈ្មោះមិនដាច់ពីមាត់ការពិតបាច់ផ្កាដែលគួរទទួលបាននៅក្នុងថ្ងៃខួបកំណើតឬថ្ងៃដែលយើងសប្បាយចិត្តបំផុតការស្គាល់ពីទោសកំហុសពីនរណាម្នាក់វាគួរតែត្រូវបានទទួលនៅការអភ័យទោសពាក្យថាស្រឡាញ់គួរតែធ្វើឲ្យយើងរំភើបចិត្តហើយអាចហូរទឹកភ្នែកចេញមកបានពាក្យអរគុណគួរតែទទួលបាននៅពេលអ្នកដែលយើងធ្វើទង្វើល្អដាក់នោះគេនៅចងចាំអំពើល្អរបស់យើងស្នាដៃល្អគួរតែត្រូវបានគេផ្ដល់តម្លៃឲ្យតាំងពីពេលដែលយើងនៅមើលឃើញនៅឡើយសេចក្តីអាណិតស្រឡាញ់គួរតែទទួលបាននៅពេលដែលយើងនៅមានជីវិតរស់នៅបើមានសេចក្តីស្រឡាញ់ពិតមែនយើងគួរតែផ្ដល់នូវក្តីស្រឡាញ់តាមរយៈការសម្ដែងចេញជាទង្វើនៃសេចក្តីស្រឡាញ់ចំពោះអ្នកដែលកំពុងតែមានជីវិតរស់នៅគ្រប់យ៉ាងគ្មានន័យទេបើយើងបានត្រឹមតែនិយាយមិនថាក្តីស្រឡាញ់ឬក៏ការអភ័យទោសនៅខណៈដែលមនុស្សម្នាក់មើលមិនឃើញស្ដាប់មិនឮឬក៏លែងដឹងអ្វីទាំងអស់ទៅហើយដកស្រង់ចេញពីអត្ថបទកូនចាប់មាស